ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងលើកយករឿងរ៉ាវដ៏សាហាវព្រឺព្រួយមកទៀតហើយដើម្បីយកមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់ដើមសាច់រឿងគឺឃើញមហាឆៃកំពុងតែអង្គុយជក់បារីអង្គុយនៅខាងមុខផ្ទះគឺគាត់អង្គុយជជែកគ្នាជាមួយនឹងប្អូនប្រុសរបស់គាត់ចំពោះប្អូនប្រុសរបស់គាត់ទៀតសោតគឺខ្ញុំសូមមិនបញ្ចេញឈ្មោះពិតរបស់គាត់នោះទេដោយសារតែខ្ញុំមិនចង់ឲ្យប៉ះពាល់ទៅដល់គាត់ប៉ុន្តែគាត់មានឈ្មោះក្រៅរបស់គាត់មួយគឺគាត់មានឈ្មោះថានាយក្លឹងពេលដែលគាត់កំពុងតែអង្គុយជក់បារីសុកឪពុករបស់គាត់ក៏បានដើរមកអង្គុយជិតគាត់ដែរបានមួយសន្ទុះក៏មានបរិសុទ្ធពីរនាក់គ្រានារីម្នាក់ដើរចេញពីផ្ទះរបស់គាត់ទៅដោយបានអរគុណនិងលាគាត់ផងដែរដោយគាត់ទៅតែមើលជំងឺឲ្យនារីម្នាក់នោះនារីម្នាក់ហ្នឹងគឺនាងត្រូវស្នេហ៍របស់គេដូច្នេះហើយនាងប្រៀបបានដូចជាត្រូវខ្មោចចូលយ៉ាងអញ្ចឹងទើបបានជាបរិសុទ្ធពីរនាក់ដែលត្រូវជាសាច់ញាតិហ្នឹងគ្រានាងយកមកឲ្យលោកអ៊ំរាជជួយមើលហើយពេលនេះលោកអ៊ំរាជគឺជួយនាងបានសម្រេចហើយគឺដល់ពេលដែលនាងត្រឡប់ទៅផ្ទះវិញលោកអ៊ំរាជគ្រាន់តែគាត់មកអង្គុយភ្លាមគឺគាត់បានដកដង្ហើមធំមើលទៅគាត់ពិតជាអស់កម្លាំងខ្លាំងណាស់មហាឆៃដែលឃើញថាពុករបស់គាត់កាន់តែចាស់ទៅហើយគាត់ក៏បាននិយាយទៅកាន់ពុករបស់គាត់ថាលើកក្រោយបើសិនជាមានគេមកមើលជំងឺអីឲ្យខ្ញុំជាអ្នកដោះស្រាយទៅពុកគឺដល់វ័យដែលត្រូវសម្រាកហើយយ៉ាងម៉េចយ៉ាងម៉ាការងារទាំងអស់នោះប្រគល់ឲ្យខ្ញុំមកពេលហ្នឹងលោកអ៊ំរេក៏បានសោចហើយក៏ក្រវីក្បាលគាត់បានយកដៃរបស់គាត់ទៅវាយស្មាកូននឹងនិយាយថាមិនអីទេពុកនៅមានកម្លាំងថ្មីត្បិតថាកម្លាំងកាយរបស់ពុកមិនសូវជាមានប៉ុន្តែកម្លាំងចិត្តរបស់ពុកគឺធំធេងខ្លាំងណាស់ឯងចង់សាកជាមួយនឹងពុកដែរឬក៏អត់ពេលនោះគាត់ក៏សើចរបៀបថាគាត់និយាយលេងជាមួយនឹងកូនរបស់គាត់បន្តមកលោកអ៊ំរាជក៏បាននិយាយបន្តថានិយាយអញ្ចឹងរឿងដែលឯងចង់ចូលធ្វើជាទាហាននោះឥឡូវពុកបាននិយាយជាមួយនឹងលោកមេបញ្ជាការរួចហើយគាត់ថាឲ្យតែឯងយល់ព្រមចូលបម្រើកងទ័ពគឺគាត់ទទួលដៃ10តែម្ដងមហាឆៃគ្រាន់តែឮបែបនេះគាត់ពិតជាញញឹមបិទមាត់មិនចិត្តនោះទេប៉ុន្តែបានមួយសន្ទុះគាត់ក៏ទម្លាក់ទឹកមុខវិញគាត់ក៏បាននិយាយថាធ្វើត្បិតថាខ្ញុំចង់ធ្វើជាទាហានពិតមែនប៉ុន្តែពេលនេះពុកគឺមានវ័យចំណាស់ទៅហើយខ្ញុំត្រូវនៅមើលថែពុកសិនខ្ញុំហាក់បីដូចជាមិនចង់ឃ្លាតឆ្ងាយពីពុកតតែសោះព្រោះអីបើសិនជាខ្ញុំចូលធ្វើជាទាហានខ្ញុំអាចនឹងដើរចល័តគ្រប់ទិសទីដូច្នេះមិនសូវជាមានពេលវេលាមើលថែពុកនោះទេពេលនោះប្អូនរបស់គាត់ក៏លូកមាត់បើសិនជាបងចង់សម្រេចក្តីស្រមៃខ្លួនឯងមិនអីទេទុកឲ្យខ្ញុំជាអ្នកនៅមើលថែពុកក៏បានដែរបងទៅបំពេញក្តីស្រមៃចុះពេលហ្នឹងពួកគាត់ក៏នាំគ្នាសើចយ៉ាងសប្បាយរីករាយប៉ុន្តែបានប្រហែលជាមួយសន្ទុះធំលោកអ៊ំរាជក៏បាននិយាយទៅកាន់មហាឆៃយ៉ាងចម្លែកថាពុកដឹងថាឯងមានរបស់មួយដែលឯងមិនដែលបានបញ្ចេញនោះទេដាច់ខាតហាមបញ្ចេញវាអសោះនៅពេលដែលឯងរៀននោះតើគ្រូរបស់ឯងមានសង្ឃដីកាប្រាប់ដែរឬក៏អត់ថារបស់ដែលឯងរៀនចេះនោះត្រូវតែប្រើនៅក្នុងហេតុការណ៍សំខាន់បើឯងចេះតែប្រើនោះអាយុរបស់ឯងក៏កាត់តាមនឹងដែរគឺគាត់ចង់និយាយរឿងក្រឡាអុកនឹងឯងអថ័នក្រឡាអុកនេះគំរមានអ្នកចេះខ្លាំងណាស់អ្វីត្បិតថាគេធ្លាប់ឮឈ្មោះរបស់វាពិតមែនប៉ុន្តែគំរមានអ្នកកាន់ភ្ជាប់បានលុះត្រាតែបុគ្គលនោះគឺជាបុគ្គលបរិសុទ្ធជាបុគ្គលមិនលោភលន់ជាបុគ្គលដែលមិនប្រមាថឈ្នានីសអ្នកដទៃហើយមុនវិជានេះទៀតសោតគឺមហាឆៃលោកមិនបានរៀនពីឪពុករបស់គាត់នោះទេគឺលោកមានគ្រូរបស់គាត់ដែលជាព្រះសង្ឃទុដងនៅក្នុងព្រៃហើយខ្ញុំមិនអាចបញ្ចេញព្រះនាមរបស់លោកបាននោះទេចំពោះមុនវិជាដែលបងប្អូនតែងតែឮចេញពីរឿងរបស់ខ្ញុំបើចង់ដឹងច្បាស់អាចមកសួរខ្ញុំបានគឺកុំដើរសួរអ្នកដទៃព្រោះអីមុនវិជារបស់ខ្មែរយើងគឺមានច្រើនខ្លាំងណាស់គឺរៀបរាប់មិនងាយអស់នោះទេហើយចំពោះមុនវិជាអាគមផ្សេងទៀតដែលមហាឆៃចេះគឺមិនទាន់ដល់ភាគដែលលោកទៅរៀននោះទេអ្វីដែលគាត់កំពុងតែចេះពេលនេះ
គឺមានតែតម្រាបិជ័យសង្គ្រាមរួមជាមួយនឹងរបៀនផ្សេងៗទៀតហើយនឹងក្រឡាអុកអីជាដើមហើយចំពោះតម្រាបញ្ជាស្លាប់ឬក៏បញ្ជាស្ដេចពីការអីនេះតតែភាគបន្តទៀតទើបខ្ញុំរៀបរាប់ជូនថាលោកចេះមកពីណាឥឡូវយើងក្រឡេកចូលមកកាន់សាច់រឿងរបស់យើងវិញមូលហេតុដែលលោកអ៊ុំរីនិយាយបែបនេះគឺគាត់បារម្ភអំពីកូនរបស់គាត់នោះទេព្រោះថាមូលហេតុដែលគាត់កាន់តែមានវ័យចំណាស់នេះក៏វាតាក់ទងជាមួយនឹងរបស់ដែលគាត់ប្រើផងដែរដោយបងប្អូនបាននឹងស្រាប់ថាលោកអ៊ុំរីគាត់ក៏ចេះអាឋានក្រឡាអុកដូចគ្នាដូច្នេះអាយុរបស់គាត់ក៏កាន់តែកាត់តាមនឹងព្រោះអីនៅពេលដែលមានរឿងធំគាត់តែងតែយកអាឋាននោះយកមកប្រើជានិច្ចបងប្អូនដែលឮចាស់លោកមានដំណើរដែរឬទេពាក្យថាអាឋានមួយម៉ាត់ឬក៏មហាអាឋានបើសិនជាយើងរៀនខុសវានឹងស៊ីរាងកាយរបស់យើងម្ដងបន្តិចហើយអ្នកដែលរៀននោះគឺកាន់តែទ្រុឌទ្រោមទៅដូច្នេះហើយលោកតែងតែប្រាប់តកូនតចៅថាចង់រៀនគឺត្រូវតែមានគ្រូសូមកុំរៀនតាមចិត្តចង់ព្រោះវាអាចនឹងនាំអន្តរាយដល់ខ្លួនដូច្នេះហើយទើបបានជាពីមួយចំនួនទៅមួយចំនួនអ្នកខ្លះគឺគេមិនចង់ឲ្យវងត្រកូលរបស់គេឬក៏កូនចៅរបស់គេរៀនមុនវិជ្ជាអស់ទាំងនោះទេព្រោះអីគេខ្លាចកូនក្មួយរបស់គេបែកអាគមឬមួយក៏រៀនទៅអន្តរាយដល់ខ្លួនឯងអញ្ចឹងទៅប៉ុន្តែនេះគ្រាន់តែជាគំនិតមនុស្សមួយចំនួនតែប៉ុណ្ណោះចំពោះមនុស្សមួយចំនួនទៀតគឺលោកលើកទឹកចិត្តកូនក្មួយរបស់គាត់ឲ្យទៅរៀននៅមុនវិជ្ជាអត់ទៅនឹងខ្លាំងណាស់ព្រោះអីវាជាគេមរតករបស់ដូនតាខ្មែរយើងចំណែក admin ក៏អញ្ចឹងដែរធ្វើត្បិតថា admin មិនបានរៀនអីជ្រៅជ្រះក៏ admin លើកយកប្រធានបទតាក់ទងជាមួយនឹងជំនឿដូនតាខ្មែរយកមកចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់ធ្វើត្បិតថាវាមិនត្រូវ 100% វាមិនល្អឥតខ្ចោះយ៉ាងហើយណាក៏ខ្ញុំបានធ្វើក៏ដូចជាផ្សព្វផ្សាយនៅជំនឿដូនតាខ្មែរឲ្យបងប្អូនបានស្ដាប់ដែរឥឡូវកុំឲ្យវែងឆ្ងាយច្រើនយើងចូលទៅកាន់សាច់រឿងរបស់យើងវិញនៅពេលដែលពួកគាត់អង្គុយជជែកគ្នាបានប្រហែលជាមួយសន្ទុះធំលោកអ៊ុំរាជគាត់ក៏រអ៊ូរឿងដែលគាត់ឈឺចង្កេះហើយគាត់ថាគាត់ត្រូវការថ្នាំជាបន្ទាន់ព្រោះអីថ្ងៃស្អែកគឺគាត់ត្រូវយកថ្នាំនេះទៅព្យាបាលអ្នកជំងឺម្នាក់ដែលនៅក្នុងភូមិមូលហេតុដែលគេមិនបានមកទីនេះដោយសារតែគេងើបដើរមិនរួចហើយបើសិនជាដឹកគេតាមរទេះគោឬមួយក៏សែងគេបីគេមកគឺគេឈឺចុកចាប់ពេញរាងកាយខ្លាំងណាស់គេហាក់បីដូចជាត្រូវពឹសនរណាម្នាក់យ៉ាងអញ្ចឹងខ្លួនប្រាណរបស់គេគឺខៀវពាក់កណ្ដាលខ្លួនចុះទៅខាងក្រោមដូច្នេះហើយទើបបានជាគាត់ចង់ពឹងឲ្យកូនប្រុសរបស់គាត់ទៅរករុក្ខជាតិអ្វីមួយយ៉ាងដែលជាថ្នាំគឺគាត់បានយកផិនភាគវាយកមកឲ្យមហាឆៃមើលរុក្ខជាតិនឹងបើសិនជាវានៅស្រស់គឺវារូបរាងខុសពីពេលដែលវាក្រៀមគឺខុសគ្នាដាច់ស្រឡះតែម្ដងដូច្នេះហើយទើបបានជាគាត់យកអាស្រស់មកមួយនិងអាក្រៀមមកមួយឲ្យកូនរបស់គាត់មើលគាត់ថារុក្ខជាតិនេះគឺដុះនៅលើកំពូលភ្នំគាត់ថារយៈពេលដែលនៅសេសសល់គឺ1អាទិត្យបើសិនជាមួយអាទិត្យនេះរកមិនបាននោះទេមនុស្សម្នាក់ដែលកំពុងតែឈឺនោះគឺគេអាចនឹងប៉ះពាល់ទៅដល់អាយុជីវិតដូច្នេះអាយុជីវិតរបស់គេគឺពឹងផ្អែកទៅលើមហាឆៃហើយបើសិនជាមហាឆៃរកបានគឺជាសំណាងរបស់គេប៉ុន្តែបើសិនជារកមិនបានទេចាត់ទុកថានោះគឺជាកម្មពៀររបស់គេទៅចុះពេលហ្នឹងពុកឆៃក៏បាននិយាយថាមិនអីទេត្រឹមមួយអាទិត្យគឺខ្ញុំអាចរកបានណាមួយខ្ញុំធ្លាប់ឡើងទៅលើភ្នំនឹងការពលិកមុនខ្ញុំដូចជាប្រទះភ្នែកជាមួយនឹងរុក្ខជាតិអស់ទាំងនេះច្រើនដែរគឺខ្ញុំមានពេលវេលាដើរលេងបាន2-3ថ្ងៃទៀតផងមិនអីទេពុកខ្ញុំនឹងមកដល់ឲ្យទាន់ពេលហ្នឹងអ៊ុំរាជគាត់ក៏ញញឹមហើយក៏ងក់ក្បាលព្រោះអីគាត់ដឹងថាកូនប្រុសរបស់គាត់គឺច្បាស់ជាមកតាមសន្យាតាមពិតទៅបើសិនជាគាត់មិនឈឺចង្កេះនោះទេគាត់អាចនឹងឡើងទៅបេះបានដោយខ្លួនឯង
ប៉ុន្តែដោយសារតែគាត់ទើបតែត្រឡប់មកពីជាយដែនវិញដូច្នេះគាត់ធ្វើដំណើរច្រើនថ្ងៃគឺគាត់ឈឺចង្កេះខ្លាំងណាស់ហើយដោយបងប្អូនបានដឹងស្រាប់ការងារដែលមិនសូវសំខាន់បែបនេះភាគច្រើនគាត់មិនធ្វើដំណើរទៅពីពេលថ្ងៃនោះទេព្រោះអីបើសិនជាធ្វើដំណើរចាប់តាំងពីពេលថ្ងៃទៅតម្រាំតែគាត់ឡើងទៅដល់លើភ្នំនោះគឺយប់បាត់ទៅហើយដូច្នេះពិបាកនៅក្នុងការរកកន្លែងសម្រាកខ្លាំងណាស់ហើយណាមួយគឺនៅសល់ពេលមួយអាទិត្យជាងឯណោះគាត់ចាំស្អែកព្រឹកចាំគាត់ធ្វើដំណើរឡើងទៅយ៉ាងហោចណាស់ពេលដែលគាត់ចេញទៅពីព្រឹកគឺអាចនឹងទៅដល់លើភ្នំម៉ោង 5-6 ល្ងាចអីអញ្ចឹងទៅគឺនៅសល់ពេលវេលាច្រើនដែលគាត់អាចរៀបចំកន្លែងដេកឬក៏កន្លែងដែលមានសុវត្ថិភាពព្រោះអីគាត់ឮថានៅលើភ្នំនោះសម្បូរសត្វដំរីរួមជាមួយនឹងក្របីព្រៃច្រើនខ្លាំងណាស់គឺគាត់មិនហ៊ាននៅខាងក្រោមដើមឈើនោះទេខ្លាចពួកវាមកវាប្រហារគាត់លុះរហូតដល់ពេលយប់នៅពេលយប់ពេលដែលគាត់កំពុងតែដេកនៅក្បែរប្អូនប្រុសរបស់គាត់នោះប្អូនប្រុសរបស់គាត់ក៏បាននិយាយថាយ៉ាងម៉េចយ៉ាងម៉ាយើងស្អែកទៅហៅបងលេនិងបងប្រាក់គាត់ទៅជាមួយទៅអីបងខ្ញុំដូចជានឹកពូគាត់ខ្លាំងណាស់ពួកយើងខានជួបគ្នាជាយូរណាស់មកហើយពេលហ្នឹងមហាឆៃក៏បានក្រវីក្បាលគាត់ថាគុំទៅពិបាកដល់គេណាមួយឮថាពូគាត់កំពុងតែរវល់ផងណាមួយរឿងនេះអាចថាជារឿងតូចតាចទេយើងទៅតែគ្នាយើងពីរនាក់ទៅបានហើយក៏មានរឿងអីតិចតួចក៏ចេះតែទៅពឹងគេនោះមិនបាននោះទេយើងត្រូវចេះក្រែងចិត្តគេណាប្អូនអ្វីត្បិតថាគេមិននិយាយគេមិនមាត់ហើយគេចេះតែជួយយើងក៏មិនមែនថាយើងអាចទៅពឹងពាក់គេបានរហូតនោះទេមនុស្សយើងគឺត្រូវតែប្រកាន់ភ្ជាប់នៅការក្រែងចិត្តទើបយើងអាចរាប់អានគ្នាបានយូរនៅពេលដែលពួកគាត់ជជែកគ្នាបានមួយសន្ទុះពួកគាត់ក៏នាំគ្នាបិទភ្នែកសង្ងំដេកព្រោះអីស្អែកព្រឹកគឺពួកគាត់ត្រូវងើបតាំងតែពីម៉ោង 5ហើយពួកគាត់ពិតជាបានក្រោកម៉ោង 5 ព្រឹកពិតមែននៅពេលដែលគាត់ក្រោកមកគាត់ក៏ចាប់ផ្ដើមរៀបចំដាំបាយដាំទឹកក៏ដូចជារៀបចំរបស់របរនៅពេលដែលស្រស់ស្រូបអាហារពេលព្រឹកជុំគ្នាជាមួយនឹងលោកអ៊ំរាជរួចពុកឆៃរួមជាមួយនឹងប្អូនរបស់គាត់ក៏នាំគ្នាធ្វើដំណើរទៅដោយពុកឆៃពេលហ្នឹងគឺគាត់មានថង់យាមរបស់គាត់មួយរួមជាមួយនឹងកាំភ្លើងមួយដើមចំណែកប្អូនប្រុសរបស់គាត់គឺស្ពាយចានឆ្នាំងមួយចំនួនដាក់ទៅតាមខ្លួនជាពិសេសគេបានយកចង្កៀងទៅផងដែរព្រោះឲ្យពួកគាត់ទាំងពីរនាក់គឺត្រូវចូលយូរថ្ងៃយ៉ាងហោចណាស់គឺ4ថ្ងៃអស់ធំហើយព្រោះអីឪពុករបស់គាត់ប្រាប់ថាទុកពេលឲ្យមួយអាទិត្យហើយការធ្វើដំណើររបស់ពួកគាត់គឺជិះរទេះគោទៅនោះទេពួកគាត់គិតថានៅពេលដែលជិះរទេះគោទៅដល់ក្បែរជើងភ្នំបើសិនជាទៅដល់ទីនោះឃើញផ្ទះរបស់អ្នកភូមិណាម្នាក់គាត់នឹងផ្ញើរទេះគោគាត់ជឿថាគេនឹងមិនចិត្តអាក្រក់ដាក់យើងនោះឡើយព្រោះអីចាស់កាលពីចំនួនហ្នឹងពួកគាត់ចិត្តទូលាយខ្លាំងណាស់យើងចង់ផ្ញើមួយអាទិត្យមួយខែអីក៏បានដែរឲ្យតែយើងត្រឡប់មកយកគោវិញខ្លាចតែយើងចូលព្រៃហើយមិនបានត្រឡប់មកវិញតានៅពេលដែលគាត់ធ្វើដំណើរនៅតាមផ្លូវនោះប្អូនរបស់គាត់គឺតែងតែច្រៀងរហូតគឺនាយក្លឹងនឹងឯងនាយក្លឹងគេចូលចិត្តច្រៀងខ្លាំងណាស់ប៉ុន្តែគេច្រៀងនេះគឺគេច្រៀងឲ្យតែបងប្រុសរបស់គេស្ដាប់នោះទេនៅពេលដែលគេនៅជាមួយអ្នកផ្សេងដូចជានៅជាមួយបងលេបងប្រាក់អីគេមិនដែលបង្ហាញអាកប្បកិរិយានឹងចេញមកនោះឡើយដោយសារតែការខ្មាស់អៀននៅពេលដែលគាត់បរទេះគោកាត់ផ្ទះរបស់អ្នកណាក៏ដោយក៏គេស្រែកសួរដែរថាទៅណាអ្នកណាក៏គេស្គាល់ព្រោះអីឥឡូវឈ្មោះរបស់គាត់ក៏កាន់តែល្បីសុសសាយនៅជុំវិញតំបន់ហ្នឹងគេស្គាល់តាមរយៈលោកអ៊ំរាជរបៀបថាឲ្យតែគេស្គាល់លោកអ៊ំរាជគឺគេស្គាល់គាត់ហើយគេហៅគាត់ថាកូនអ៊ំរាជអីអញ្ចឹងទៅហើយមិនយូរប៉ុន្មានពួកគាត់ក៏បានបរទេះគោមកដល់ភូមិមួយហ្នឹងគឺពួកគេមិនដែលស្គាល់គាត់នោះទេគឺជាភូមិដែលរស់នៅតាមតំបន់ជើងភ្នំនឹងតែម្ដងភូមិនោះមិនសូវជាមានមនុស្សរស់នៅច្រើននោះទេរបៀបថា300ម៉ែត្រអីទើបមានផ្ទះមួយរបៀបថាពួកគេរស់នៅដាច់ពីគ្នាគេមិននៅជាប់គ្នានោះទេដោយសារតែពួកគេរស់នៅតាមតំបន់ភ្នំហើយចំណែកអ្នកខ្លះទៀតគឺគេរស់នៅលើដីទួលតំបន់នេះសូម្បីតែទឹកក៏មានដែរដូច្នេះគាត់គិតថាអ្នកដែលរស់នៅតាមដីទួលហ្នឹងគឺគេខ្លាចទឹកជំនន់ឬមួយក៏ទឹកកើនឡើងព្រោះអីបើតាមមើលទៅនៅម្ដុំនេះគឺអាចនឹងឧស្សាហ៍មានទឹកជំនន់ខ្លាំងណាស់ព្រោះឃើញមានដីផុកដីអីផងដែរ
ហើយចំពោះសត្វចិញ្ចឹមវិញអ្នកភូមិនៅម្ដុំនេះភាគច្រើនគឺគេចិញ្ចឹមក្របីគេមិនសូវជាចិញ្ចឹមគោនោះទេនៅពេលដែលពួកគាត់ទាំងពីរនាក់បានធ្វើដំណើរទៅដល់ជើងភ្នំក៏ឃើញមានផ្ទះមួយផ្ទះហ្នឹងគឺមិនសូវជាធំនោះទេគឺជាផ្ទះឈើពួកគាត់ក៏សម្រេចចិត្តថាបរទេះគោចូលទៅទីនោះតែម្ដងដើម្បីយករទេះគោរួមជាមួយនឹងគោរបស់គាត់ផ្ញើទៅកាន់គ្រួសារនោះសិននៅពេលដែលចូលទៅដល់ក៏បានឃើញលោកតាចំណាស់ម្នាក់គាត់កំពុងតែអង្គុយចិត្តស្លាហើយបើតាមដែលពុកឆៃគាត់សម្លឹងមើលទៅគឺគាត់រស់នៅតែពីរនាក់ប្តីប្រពន្ធនោះទេគឺមិនបានឃើញកូនឃើញចៅគាត់នោះឡើយនៅពេលដែលសួរនាំទៅទើបដឹងថាគាត់ពិតជាមានតែពីរនាក់ប្តីប្រពន្ធពិតមែននិយាយទៅក្រុមគ្រួសារគាត់គឺមិនមានកូននោះឡើយរបៀបថាតាំងពីរៀបការមកប្រពន្ធរបស់គាត់មិនដែលមានទម្ងន់នោះទេដូច្នេះហើយបានជាគាត់រស់នៅតែពីរនាក់យាយតាសរសើរពួកគាត់ណាស់ដែលអាចរស់នៅរហូតដល់ចាស់កោងខ្នងទៅពីរនាក់បានទាំងដែលមិនមានកូនមិនមានចៅនៅជាមួយពេលហ្នឹងមហាឆៃគាត់មិនចាំយូរនោះឡើយគាត់ក៏បានប្រាប់តាមដំណើរសាច់រឿងថាពួកគាត់ត្រូវឡើងទៅលើភ្នំដើម្បីរកថ្នាំដូច្នេះគាត់ចង់សុំផ្ញើរទេះគោរួមជាមួយនឹងគោនៅទីនេះ 2-3 ថ្ងៃសិនតើលោកតាយល់ព្រមឲ្យផ្ញើដែរឬក៏អត់បើសិនជាពួកគាត់ទាំងពីរឡើងទៅលើភ្នំរករបស់ព្រៃបានខ្លះឬមួយក៏បាញ់សាច់សត្វបានខ្លះគាត់នឹងយកមកផ្ញើប៉ុន្តែលោកតាគាត់ប្រាប់ថាមិនអីនោះទេចង់ផ្ញើប៉ុន្មានថ្ងៃក៏បានដែរហើយមិនចាំបាច់មានបញ្ញើអ្វីនោះទេហើយគាត់ជូនពរឲ្យសុខសប្បាយនៅតាមផ្លូវគាត់ថាអ្នកដែលឡើងទៅលើភ្នំនេះគឺគេតែងតែយករទេះគោយករទេះសេះអីយកមកផ្ញើពួកគាត់រហូតដែរហ្នឹងដូច្នេះហើយបានជាពួកគាត់មិនសូវជាអបសុកព្រោះអីតែងតែមានភ្ញៀវចេញចូលផ្ទះជាប្រចាំដែរនៅពេលដែលនេះក្លឹងយកគោយកអីទៅចងឲ្យត្រឹមត្រូវហើយពួកគាត់ទាំងពីរនាក់ក៏បានសុំលាម្ចាស់ផ្ទះរួចក៏ធ្វើដំណើរឡើងទៅលើភ្នំតែម្ដងគាត់ថាទស្សនវិជ្ជាផ្លូវដែលឡើងទៅលើភ្នំហ្នឹងគឺពិតជាស្រស់ស្អាតខ្លាំងណាស់ហើយផ្លូវគឺមិនសូវជាពិបាកធ្វើដំណើរអីប៉ុន្មាននោះទេរបៀបថាផ្លូវមួយនេះគឺឧស្សាហ៍មានអ្នកភូមិធ្វើដំណើរឆ្លងកាត់ខ្លាំងណាស់ដូច្នេះគឺមានគេឆ្កាព្រៃអីរួចជាស្រេចទៅហើយពុកឆៃគាត់ដើរកាន់កំភ្លើងបណ្ដើជក់បរិយបណ្ដើចំណែកប្អូនរបស់គាត់គេស្ពាយចានឆ្នាំងនិងរអ៊ូរហូតថាគេហត់អីចឹងទៅនៅពេលដែលគេរអ៊ូច្រើនខ្លាំងពេកពុកឆៃក៏ហុចកំភ្លើងឲ្យគេកាន់ម្ដងហើយគាត់ក៏បានយកចានឆ្នាំងនោះយកមកស្ពាយខ្លួនឯងគាត់ដើររហូតទាល់តែមកដល់ផ្លូវទាល់មួយផ្លូវទាល់ហ្នឹងគឺលែងមានផ្លូវដែលអ្នកភូមិគេកាប់ឆ្ការទៀតហើយរបៀបថាវាជាព្រៃសុបទ្រុបហើយមានស្មៅដុះឡើងត្រឹមចង្កេះឯណោះប្អូនរបស់គាត់ក៏បានសួរតែម្ដងថាតើយើងគួរតែធ្វើដំណើរឡើងទៅឬក៏អត់បងព្រោះអីបើតាមខ្ញុំមើលទៅស្មៅដូចជាដុះក្រាស់ខ្លាំងណាស់យើងមិនដឹងថានៅក្នុងស្មៅនោះមានអ្វីខ្លះនោះឡើយពុកឆៃពេលហ្នឹងក៏បានសោយគាត់ប្រាប់ថាមិនអីទេផ្លូវបែបនេះគាត់ធ្វើដំណើរឡើងសាំទៅហើយគឺមិនមានអ្វីនោះទេភាគច្រើនឲ្យតែស្មៅដុះស្មើគ្នាបែបនេះដីក៏វាដុះស្មើគ្នាដែរហើយណាមួយនេះគឺជាដីតួទៀតគឺមិនមានបញ្ហាអ្វីនោះទេធ្វើដំណើរតាមតែពីក្រោយបងមកពេលហ្នឹងពួកគាត់ទាំងពីរក៏បានដើរចូលទៅកន្លែងដីស្មៅនោះតែម្ដងហើយមិនយូរប៉ុន្មានពួកគាត់ទាំងពីរនាក់ក៏បានឡើងមកដល់ចំណុចដែលរាងខ្ពស់គួរសមតែប៉ុន្តែពុកឆៃគាត់ចង់ប្រើតម្រាស្ទាំងហោះស្ទាំងហើរក៏បានដែរប៉ុន្តែដូចបងប្អូនបាននឹងស្រាប់ឪពុករបស់គាត់តែងតែផ្ដាំមុនវិជាអស់ទាំងនេះគឺមិនគួរប្រើងាយៗនោះទេគឺទុកប្រើនៅក្នុងពេលអាសន្នឬមួយក៏មានអ្នកដទៃកំពុងតែជួបគ្រោះថ្នាក់ត្រូវតែប្រើវិជាអស់ទាំងនេះដើម្បីទៅជួយគេនៅពេលដែលពួកគាត់ទាំងពីរនាក់ជិតមកដល់ចំណុចនៃកំពូលភ្នំហើយពួកគាត់ក៏បានប្រទះជាមួយនឹងរុក្ខជាតិដែលពួកគាត់ចង់បានប៉ុន្តែវាដុះមិនសូវជាច្រើននោះទេប្រទាលអស់ទាំងនឹងវាដុះប្រៀបបានដូចជាផ្សិតយ៉ាងអញ្ចឹងគឺវានៅទាបនៅនឹងដីហើយវាដុះបន្លំជាមួយនឹងស្មៅបើសិនជាយើងដើរមិនប្រយ័ត្នទេគឺច្បាស់ជាជន់ប្រទាលនោះមិនខាន
កំពុងតែអោនមើលនៅរុក្ខជាតិទាំងអស់នោះមួយសន្ទុះពួកគាត់ទាំងពីរក៏ស្រាប់តែឮសម្រាប់ជើងដំបូងគាត់គិតថានោះគឺជាសម្រាប់ជើងរបស់សត្វមិនដឹងថាសត្វនឹងគឺជាសត្វអ្វីនោះទេគាត់ក៏ប្រញាប់ឲ្យប្អូនរបស់គាត់ឡើងទៅលើដើមឈើព្រោះអីគាត់គិតថាអាចជាជ្រូកព្រៃអីជាដើមព្រោះបើសិនជាសត្វឆ្លុះពួកវានៅពេលដែលឮសម្រាប់ជើងរបស់ពួកគាត់អាចនឹងវារត់ទៅឆ្ងាយប៉ុន្តែជ្រូកព្រៃនេះវាមិនសូវជាខ្លាចយើងប៉ុន្មាននោះទេអ្វីត្បិតថាពេលខ្លះវាឮសម្រាប់ជើងរបស់មនុស្សវារត់ដែរប៉ុន្តែបើសិនជានៅម្ដុំនឹងមានចំណីរបស់វាច្រើនវាមិនខ្លាចនោះឡើយពេលដែលគាត់ឡើងទៅលើដើមឈើបានប្រហែលជាមួយសន្ទុះពេលដែលពួកគាត់អោនមកខាងក្រោមវិញក៏ឃើញថានឹងមិនមែនជាសត្វនោះទេគឺជាមនុស្សពីរ3នាក់តាមមើលពួកគេក៏ជាអ្នករករបស់ព្រៃដែរដោយនៅក្នុងចំណោមមនុស្សពីរ3នាក់នោះគឺមានបរិសុទ្ធម្នាក់កាន់កំភ្លើងដែលឃើញថានោះគ្រាន់តែជាមនុស្សពួកគាត់ទាំងពីរក៏ចុះមកខាងក្រោមវិញហើយនៅពេលដែលជជែកគ្នាជាមួយនឹងគេបានប្រហែលជាមួយសន្ទុះធំទើបដឹងថាពួកគេដេកនៅលើភ្នំនេះពីយប់ហើយពួកគេបាញ់បានជ្រូកព្រៃ2ក្បាលរួមជាមួយនឹងសត្វឆ្លុះ1ក្បាលមូលហេតុដែលពួកគេមិនទាន់យកមកគឺពួកគេដាក់ឆ្អើរនៅកន្លែងធ្នាក់របស់ពួកគេហើយឥឡូវនេះគឺពួកគេកំពុងតែដើររកប្រភពទឹកដើម្បីទៅងូតទឹកសម្រាប់ខ្លួនក៏ដូចជាយកទឹកយកអីទៅដាំស្លពួកគេគិតថានឹងនៅមួយយប់ទៀតហើយពួកគេជជែកគ្នាជាមួយនឹងមហាឆៃមិនបានយូរនោះឡើយដោយសារតែពួកគេប្រញាប់ទៅរកប្រភពទឹកពេលហ្នឹងពុកឆៃក៏បានចងល់ប្រាប់ដោយសារតែគាត់ដើរកាត់អំបែងមិញគាត់ក៏បានជួបប្រភពទឹកដែរពួកគេពិតជាអរគុណពួកគាត់ទាំងពីរអ្នកខ្លាំងណាស់ព្រោះអីពួកគេថាកាលពីម្សិលមិញក៏ពួកគេព្យាយាមរកដែរប៉ុន្តែរកមិនឃើញហើយបើសិនជាពុកឆៃមិនបានប្រាប់នោះទេអាចនឹងពួកគេដើរទៅកាន់តំបន់ផ្សេងមិនយូរប៉ុន្មានពួកគេក៏ដើរចេញទៅអស់ចំណែកពួកគាត់ទាំងពីរក៏ស្វែងរកថ្នាំដែលពួកគាត់ចង់បានបន្តហើយគាត់ថាថ្នាំនឹងគឺពិតជាកម្រខ្លាំងណាស់គាត់រកស្ទើរតែ2ទៅ3ម៉ោងទៅហើយគាត់រកបានប្រហែលជា 4-5 ម៉ឺននោះទេនៅពេលដែលគាត់រកបានគាត់បានប្រគល់ថ្នាំនឹងឲ្យទៅកាន់ប្អូនប្រុសរបស់គាត់ទុកចំណែកឯមហាឆៃគាត់ក៏ដើរស្វែងរកបន្តប៉ុន្តែគាត់ថារកមួយសន្ទុះធំទៀតទៅហើយក៏នៅតែរកមិនឃើញពួកគាត់ក៏សម្រេចចិត្តថានឹងទៅរកកន្លែងសម្រាកវិញព្រោះអីមើលទៅវេលាថ្មនេះថ្ងៃក៏រៀងជ្រែលណាស់ទៅហើយបើសិនជាគាត់រកកន្លែងសម្រាកមិនទាន់ទេអាចនឹងមានបញ្ហាព្រោះអីក៏មិនដឹងនោះឡើយថានៅលើភ្នំនេះយប់ឡើងមានអ្វីខ្លះគាត់មិនសំដៅទៅលើពពួកវិញ្ញាណខ្មោចព្រៃឬក៏ពពួកអាមនុស្សទាំងអស់នោះទេគាត់ខ្លាចជាងគេគឺសត្វដំរីអីជាដើមឬក៏សត្វខ្លាហើយពុកឆៃក៏មិនបានដើរទៅណាឆ្ងាយនោះទេគឺគាត់ដើររកមើលកន្លែងដែលសុវត្ថិភាពនៅម្ដុំនឹងឯងគាត់រកបានប្រហែលជាមួយសន្ទុះក៏ឃើញដើមឈើដ៏ធំមួយដើមគាត់គិតថានឹងធ្វើថ្នាក់នៅកន្លែងនោះប៉ុន្តែចៃដន្យខ្លាំងណាស់បរោះទាំង3នាក់ហ្នឹងគេក៏បានដើរឡើងមកខាងលើវិញនៅពេលដែលឃើញថាពួកគាត់ទាំងពីរនាក់មិនទាន់ទៅកន្លែងផ្សេងពួកគេក៏សួរថាចង់សម្រាកនៅទីនេះមួយយប់មែនទេពេលហ្នឹងប្អូនរបស់គាត់ក៏បានតបថានឹងហើយពួកខ្ញុំចង់សម្រាកនៅទីនេះមួយយប់ពេលហ្នឹងបរិសុទ្ធទាំង3ក៏បានហៅពួកគាត់ឲ្យទៅសម្រាកនៅលើថ្នាក់ជាមួយនឹងពួកគេព្រោះអីថ្នាក់របស់ពួកគេក៏ធ្វើធំដែរថ្នាក់មួយនៅគ្នា5នាក់គឺមិនន័យនោះឡើយហើយនៅមួយគេចង់សងគុណពួកគាត់ផងដែលបានប្រាប់កន្លែងដែលមានប្រភពទឹកមហាឆៃពេលហ្នឹងគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់បន្ទាប់មកពួកគាត់ទាំង5នាក់ក៏ដើរសម្ដៅទៅកន្លែងថ្នាក់នោះបាននិយាយទៅកន្លែងថ្នាក់ដែលពួកគេធ្វើហ្នឹងគឺនៅជិតដល់កំពូលភ្នំទៅហើយសល់តែប្រហែលជា50ម៉ែត្រអីទៀតគឺទៅដល់លើកំពូលភ្នំគ្រាន់តែទៅដល់ភ្លាមពួកគេក៏ចាប់ផ្ដើមធ្វើម្ហូបគឺគេបានយកសាច់ដែលនៅសល់ហ្នឹងយកដាក់អាំងបន្ថែមរបៀបថាសាច់នេះគឺគេដាក់ឆ្អើរនោះទេពួកគេបានយកអំបិលម្ទេសដែលគេបុកមកយកទៅផ្ទះប្រឡាក់ហើយក៏ដាក់អាំងគឺពិតជាឈ្ងុយឈ្ងប់ខ្លាំងណាស់ចំណែកឯ
អ្នកដែលដាំបាយគឺប្អូនរបស់ពុកឆៃព្រោះអីគេមានឆ្នាំងបាយគេបានដាក់អង្ករមកតាមខ្លួនខ្លះដែរពេលហ្នឹងពុកឆៃក៏បានសួរទៅកាន់ពួកគេថានិយាយអញ្ចឹងបងទាំងអស់គ្នាចង់នៅលើភ្នំនេះប៉ុន្មានយប់ទៀតដែរពួកគេទាំង3ក៏បានតបគេថាថ្ងៃស្អែកអីហ្នឹងពួកគេនឹងចុះពីលើភ្នំហើយព្រោះអីគេរកសាច់បានច្រើនគួរសមហើយណាមួយគេក៏រករបស់ព្រៃបានច្រើនគួរសមពេលនោះនាយក្លឹងដែលជាប្អូនរបស់ពុកឆៃក៏ផ្លាត់មាត់សួរទៅកាន់ពួកគេតាក់ទងជាមួយនឹងរឿងចម្លែកដែលកើតឡើងនៅលើភ្នំនេះថាពួកគេនៅប្រមាណយប់ហ្នឹងមានបានឃើញអ្វីចម្លែកដែរឬក៏អត់ធម្មតាទេពួកគេជាព្រានព្រៃអាចនឹងធ្លាប់ជួបរឿងអស់ទាំងនេះប៉ុន្តែពួកគេថាពួកគេនៅពីបយប់ហើយគឺមិនមានរឿងអ្វីចម្លែកកើតឡើងនោះទេពួកគេស្នាក់នៅលើថ្នាក់បានសុខសប្បាយខ្លាំងណាស់ហើយណាមួយនៅលើភ្នំនេះឧស្សាហ៍មានអ្នកភូមិគេចេញចូលដូច្នេះខ្ញុំគិតថាដូចជាមិនមានរឿងអ្វីកើតឡើងនោះទេគឺតំបន់នេះសុវត្ថិភាពខ្លាំងណាស់កុំបារម្ភពេកអីគ្រាន់តែលើបែបហ្នឹងពុកឆៃរួមជាមួយនឹងប្អូនរបស់គាត់ក៏ញញឹមព្រោះអីគិតថាបើសិនជាមិនជួបក៏ល្អដែរលុះពេលយប់ចូលមកដល់ពួកគាត់ទាំង5នាក់ក៏បានឡើងទៅដេកនៅលើថ្នាក់ជាធម្មតាដោយពួកគាត់បានយកសាច់ដែលដាក់ឆ្អើរនោះយកទៅខាងលើផងដែរគាត់ទុកចោលនៅខាងក្រោមគាត់ខ្លាចក្រែងលោមានឆ្កែព្រៃឆ្កែអីវាមកស៊ីហើយជាពិសេសពុកឆៃនៅពេលដែលគាត់មកនឹងគឺគាត់បានដាក់អង្រឹងមកតាមខ្លួនដែរគាត់បានចងអង្រឹងនៅក្បែរកន្លែងធ្នាក់នោះរបៀបថាវានៅលើធ្នាក់ដែរប៉ុន្តែគាត់ចងរាងខ្ពស់ជាងធ្នាក់នឹងបន្តិចណាមួយអាចកាត់បន្ថយទម្ងន់ធ្នាក់ផងដូច្នេះធ្នាក់នៅពេលហ្នឹងគឺនៅតែ4នាក់នោះទេចំណែកពុកឆៃគឺគាត់អង្គុយនៅលើអង្រឹងគាត់អង្គុយបណ្ដើគាត់ជួបបារីជជែកគ្នាជាមួយនឹងបងបណ្ដើព្រោះវ័យរបស់បរិសុទ្ធទាំង3នាក់ហ្នឹងបើតាមគាត់មើលទៅគឺចូល30ជាងទៅហើយប៉ុន្តែអាចថាពីបើយប់នេះពួកគេមិនដែលជួបរឿងអ្វីប៉ុន្តែចៃដន្យខ្លាំងមែនទែននៅពេលដែលមហាឆៃរួមជាមួយនឹងប្អូនរបស់គាត់បានមកដល់ទីនេះក៏បានធ្វើឲ្យមានរឿងចម្លែកកើតឡើងបងប្អូនដែលឮគេនិយាយដែរឬក៏អត់គេថានៅតំបន់មួយហ្នឹងគេតែងតែធ្វើដំណើរឆ្លងកាត់គឺមិនដែលបានឃើញអ្វីនោះទេហើយនិយាយទៅគេតាំងពីតូចមកមិនដែលឃើញអ្វីតតែសោះប៉ុន្តែហេតុអ្វីបានឲ្យតែអ្នកដែលចេះនៅមុនអាគមគេឧស្សាហ៍ឃើញហើយវិញ្ញាណឬក៏ពពួកអមនុស្សហ្នឹងតែងតែដើរនៅក្រវ៉ាល់ពួកគេឬក៏គេនិយាយថាហេតុអ្វីបានជាខ្មោចលងតែគ្រូអាគមសម្រាប់ចម្លើយមួយនេះគឺងាយនោះទេដោយសារតែពួកគាត់រៀននៅមុនវិជ្ជាអស់ទាំងហ្នឹងហាក់បីដូចជាបានបើកញាណរបស់គាត់ដើម្បីឲ្យអាចតាក់ទងជាមួយនឹងពពួកអស់ទាំងហ្នឹងបាននិយាយស្រួលស្រាប់ទៅគេហៅថាបើកភ្នែកទី3ព្រោះឲ្យតែពួកគាត់បានរៀននៅមុនគាថាឬក៏បាលីអ្វីមួយគឺតែងតែមានពពួកអមនុស្សឬក៏ម្ចាស់បាលីអស់ទាំងហ្នឹងគេតែងតែមកសាកដូច្នេះហើយទើបធ្វើឲ្យពួកគាត់ឧស្សាហ៍ជួបរឿងអស់ទាំងហ្នឹងខ្លាំងណាស់ហើយដូចនៅពេលដែលពុកឆៃបានមកដល់ទីនេះយ៉ាងអញ្ចឹងពួកគេ3នាក់នៅទីនេះពីបើយប់ហើយមិនដែលជួបរឿងអីទេគ្រាន់តែពុកឆៃបានមកដល់នៅក្នុងថ្ងៃហ្នឹងហើយស្នាក់នៅជាមួយពួកគេគាត់ថាឆ្កែព្រៃមិនដឹងថាមកពីណានោះទេវាលូយ៉ាងរងំពេញភ្នំតែម្ដងបើសម្លឹងមើលទៅនេះក្លឹងដំបូងគេគិតថានៅតំបន់នេះអាចនឹងមានសុវត្ថិភាពគ្រាន់តែលឺឆ្កែព្រៃលូបែបនេះគេចាប់ផ្ដើមព្រឺឆ្អឹងខ្នងហើយចំណែកផ្សែងអាប់ក៏ចាប់ផ្ដើមធ្លាក់ចុះមកបន្តិចម្ដងដែលធ្វើឲ្យខាងក្រោមស្ទើរតែមើលមិនឃើញភ្នក់ភ្លើងដែលពួកគាត់បានបង្កាត់ចំណែកឯពុកឆៃគាត់ក៏មានអារម្មណ៍ថាហាក់បីដូចជាមិនស្រួលដែរគាត់កំពុងតែអង្គុយនៅលើអង្រឹងនោះបារីដែលកំពុងតែជក់នៅនឹងដៃគាត់បានសូត្រនិមន្តគាថារបស់គាត់បានមួយសន្ទុះបន្ទាប់មកគាត់ក៏បានផ្ទាត់កន្ទុយបារីរបស់គាត់ទៅខាងក្រោមគាត់ថាគ្រាន់តែគាត់ផ្ទាត់ទៅដល់ខាងក្រោមភ្លាមសំលេងឆ្កែលូដែលនៅតំបន់ហ្នឹងក៏ស្រាប់តែស្ងឹតជ្រាបតែម្ដងប៉ុន្តែគ្មានអ្នកណាបានដឹងនោះឡើយថាតែប៉ុន្តែមូលហេតុដែលឆ្កែនឹងវាឈប់លូគឺដោយសារតែពុកឆៃគាត់បានសូត្ររបស់ម្យ៉ាងហើយទម្លាក់ចុះទៅខាងក្រោមវាហាក់បីដូចជាគាត់បានបោះដើម្បីឲ្យមានសីមាចងនៅជុំវិញនេះយ៉ាងអញ្ចឹង
បន្ទាប់មកក៏ស្រាប់តែលឺសម្រាប់ជើងចម្លែកបានដើរនៅជុំវិញនេះអ្នកគ្រប់គ្នាគេមិនបានចាប់អារម្មណ៍នោះទេគេគិតថានោះគឺជាសំឡេងសត្វធម្មតាប៉ុន្តែពុកឆៃមិនដូចគ្នានោះទេគាត់តែងតែមានអារម្មណ៍ចម្លែកគ្រប់ពេលគាត់អង្គុយនៅលើអង្រឹងបណ្ដើគាត់បានអើតកោសម្លឹងមើលបណ្ដើពេលខ្លះគាត់បានចាក់ក្រសែភ្នែករបស់គាត់សម្លឹងមើលយ៉ាងយូរទៀតផងហើយអ្វីដែលធ្វើឲ្យពួកគាត់នឹកស្នាម្ដងនោះក៏ស្រាប់តែបានឃើញមានកូនក្មេងហ្នឹងអាយុប្រហែលជា13ឆ្នាំតែមើលទៅដូចជាក្មេងខ្វៀលគោថែមទៀតផងគេពាក់មួកស្លឹកចំណែកឯនៅនឹងខ្លួនរបស់គេគឺមានពានាខ្សែគឺគេបានដើរមកដល់ខាងក្រោមថ្នាក់បន្ទាប់មកគេក៏ធ្វើជាអង្គុយផ្អែកខ្នងជាមួយនឹងដើមឈើដែលពួកគាត់នៅហើយសំឡេងដែលគេដើរមកដល់ខាងក្រោមនេះក៏បានលឺមកដល់ពួកគាត់ទាំង3រួមជាមួយនឹងប្អូនរបស់ពុកឆៃដែលនៅខាងលើថ្នាក់ពេលហ្នឹងបរិសម្នាក់ដែលនៅលើថ្នាក់ក៏បានស្រែកសួរគេថាហាអូនឯងដើរទៅណាមកណាយប់ប្រលប់ហើយហេតុអ្វីបានជាចូលមកក្នុងព្រៃតែម្នាក់ឯងក្មេងនោះវាក៏ស្រាប់តែភ្ញាក់តែម្ដងនៅពេលដែលឮសំឡេងពួកគាត់ស្រែកពីខាងលើគេបានស្រែកតបទៅកាន់ពួកគាត់វិញថាអូពូអើយខ្ញុំអត់ដឹងថាពូនៅខាងលើសោះគឺខ្ញុំកំពុងតែដើរស្វែងរកក្របីខ្ញុំបានឃ្វាលក្របីមួយហ្វូងធំហើយឥឡូវគឺខ្ញុំបាត់ក្របី2ក្បាលខ្ញុំសង្ស័យថាវាបានរត់មកដល់ទីនេះពេលហ្នឹងពូដែលនៅខាងលើគាត់ក៏មិនបានឆ្ងល់អ្វីដែរគាត់ក៏បានតបថាបើដើររកក្របីក៏ដើររកក្របីទៅប៉ុន្តែយប់ហើយឆាប់ឡើងមកខាងលើមកចាំមើលស្អែកព្រឹកអីចាំរកទៀតទៅប៉ុន្តែសម្រាប់ពុកឆៃមួយគឺគាត់មិនជឿតតែសោះគាត់ថាបើឃ្វាក្របីវាមិនដែរក្របីឯណាវាផ្អើលរត់ឡើងមកដល់លើភ្នំនោះទេហើយណាមួយក៏មិនមានអ្នកណាគេឃ្វាក្របីនៅលើភ្នំដែលមានចំណោតខ្ពស់បែបនេះដែរពេលហ្នឹងគាត់ក៏បានស្រែកហាមអ្នកដែលនៅលើថ្នាក់ថាហាមដាច់ខាតមិនឲ្យក្មេងនោះឡើងមកខាងលើនោះឡើយគាត់ក៏បានប្រាប់តាមដំណើរសាច់រឿងប៉ុន្តែមើលទៅពួកគេដូចជាមិនបានជឿទៅលើសម្ដីរបស់ពុកឆៃនោះទេណាមួយពួកគេគិតថាពុកឆៃនៅក្មេងអានឹងគាត់ភ័យខ្លាចឬមួយក៏គាត់ចេះតែគិតម្នាក់ឯងអីអញ្ចឹងទៅដោយសារតែពួកគេនៅលើថ្នាក់នេះ2ទៅ3យប់ទៅហើយពួកគេដូចជាមិនដែលបានជួបរឿងអ្វីចម្លែកផងហើយដោយសារតែឃើញថាគាត់និយាយមិនស្ដាប់បែបនេះគាត់ក៏មានតែចាក់បដ ாய் តាមនឹងប៉ុន្តែប្អូនរបស់គាត់គឺគេតែងតែជឿទៅលើសម្ដីរបស់ពុកឆៃជានិច្ចគេពេលហ្នឹងក៏បានសុំលាអ្នកទាំង3ឡើងមកខាងលើរៀងខ្ពស់បន្តិចគឺគេកំពុងតែនៅលើប្រគៀបឈើដែលនៅក្បែរអង្រឹងពុកឆៃគេបានយកលេសថាគេខ្លាចនៅពេលដែលក្មេងម្នាក់ឡើងមកទៀតធ្វើឲ្យថ្នាក់នេះកាន់តែធ្ងន់ហើយពួកគេកាន់តែអស់សំណោចនៅពេលដែលឃើញថាពុកឆៃរួមជាមួយនឹងប្អូនរបស់គាត់និយាយអីប្លែកៗនិងធ្វើអាកប្បកិរិយាចម្លែកពួកគេក៏បានសួរទៅកាន់ក្មេងនោះថាតើបានហូបបាយហូបអីឬនៅក្មេងហ្នឹងគេក៏សម្ដែងធ្វើជាកំសត់គេថាគេមិនទាន់ហូបបាយហូបអីនោះទេដោយសារតែគេរវល់រកក្របីខ្លាំងពេកហើយឥឡូវគេបានទុកប្អូនប្រុសរបស់គេចោលនៅកន្លែងហ្វូងក្របីឯណោះគ្រាន់តែថានៅកន្លែងហ្នឹងមានគ្នា2ទៅ3នាក់ទៀតដូច្នេះគេមិនបារម្ភនោះទេនៅពេលដែលឮថាក្មេងនេះមិនទាន់បាយទឹកបែបហ្នឹងគេក៏បានរៀបចំបាយរៀបចំទឹកឲ្យក្មេងនោះហូបតែសម្រាប់ពុកឆៃដែលកំពុងតែអង្គុយនៅលើអង្រឹងនេះបងប្អូននឹងថាគាត់បានឃើញអ្វីដែរឬក៏អត់គឺគាត់អង្គុយនៅពីលើដូច្នេះគឺគាត់អាចមើលឃើញខ្នងរបស់ក្មេងនឹងច្បាស់គាត់ថានៅលើខ្នងក្មេងនឹងប្រៀបបានដូចជាសាកសពដែលស្អុយរលួយជាយូរថ្ងៃយ៉ាងអញ្ចឹងគឺមានដង្កូវមានអីចោះឡើងមកខាងលើគាត់ថាពិតជាគួរឲ្យខ្លាចខ្លាំងណាស់ប៉ុន្តែសម្រាប់អ្នកផ្សេងគេមើលឃើញក្មេងនឹងគ្រាន់តែជាមនុស្សធម្មតាតែគាត់ជាអ្នកចេះគឺមើលមិនឃើញអញ្ចឹងនោះទេរូបរាងដើមបែបម៉េចគឺគាត់បានឃើញបែបនឹងទាំងអស់ពេលនោះគាត់សង្ស័យគាត់ក៏សួរទៅកាន់ប្អូនរបស់គាត់ទៀតហើយប្អូនរបស់គាត់គឺមើលឃើញដូចជាបរិសទាំង3ដែរនៅលើថ្នាក់យ៉ាងអញ្ចឹងពេលនោះក្មេងដែលកំពុងតែហូបបាយហ្នឹងគេបានងាកក្រោយសម្លឹងនឹងញញឹមដាក់ពុកឆៃតាមទៀតផងពេលនេះទើបពុកឆៃបានដឹងថាអ្នកដែលនៅលើថ្នាក់នេះគឺគ្មាននរណាចេះនោះឡើយហើយបើតាមមើលទៅក្មេងឃ្វាក្របីដែលកំពុងតែហូបបាយនៅលើថ្នាក់នេះ
មានអ្នកចេះប៉ុន្មានអ្នកហើយអ្នកដែលនៅខាងលើអង្រឹងនោះជាអ្នកចេះដែរឬក៏អត់របៀបថាវាគិតថាអ្នកនៅលើធ្នាក់នេះគឺសុទ្ធតែជាព្រានព្រៃធម្មតាទាំងអស់ហើយគាត់ថាក្មេងហ្នឹងគឺវាប្រហើនណាស់វាបានបបួលពុកឆៃដែលកំពុងតែអង្គុយនៅលើអង្រឹងហ្នឹងឲ្យមកហូបបាយជាមួយនឹងវាបងប្អូនពុកឆៃគាត់ក៏ញញឹមហើយក៏បានតបទៅកាន់វាវិញថាហូបទៅអាអូនអើយហូបទៅហូបឲ្យឆ្អែតទៅណានិយាយទៅបរោះទាំង3ដែលនៅលើធ្នាក់នោះគឺគ្មានអ្នកណាចាប់អារម្មណ៍ទាំងអស់ពេលដែលក្មេងនឹងហូបបាយហើយវាក៏ចាប់ផ្ដើមសកម្មភាពរបស់វាតែម្ដងគឺវាចង់បបួលអ្នកទាំង3ដែលនៅលើធ្នាក់រួមជាមួយពុកឆៃហ្នឹងឲ្យចុះទៅខាងក្រោមជាមួយនឹងវាបាននិយាយថាប្អូនរបស់វាថ្មនេះតាមមើលប្រហែលជាមិនទាន់ហូបបាយហូបអីទេវាចង់ឲ្យអ្នកទាំង3រួមជាមួយពុកឆៃហ្នឹងជូនវាទៅកន្លែងហ្វូងក្របីដើម្បីយកប្អូនរបស់វាឡើងមកហូបបាយនៅទីនេះដែរប៉ុន្តែល្បិចអន់បែបនេះធ្វើម៉េចអាចនឹងតាក់ទាញពុកឆៃបានទៅពេលហ្នឹងវាសយអីមានបរោះម្នាក់គឺគេយល់ព្រមគេថាមិនអីទេឯងនាំពូទៅបើសិនជាឯងខ្លាចពូអាចជូនឯងទៅយកប្អូនរបស់ឯងបានពេលនោះគេពិតជាសប្បាយចិត្តខ្លាំងណាស់បន្ទាប់មកក្មេងហ្នឹងវាក៏បានឲ្យបរោះម្នាក់នោះចុះទៅមុនហើយវាចាំចុះទៅខាងក្រោយពេលហ្នឹងបរោះម្នាក់នោះគេក៏បានសម្រួលខ្លួនចុះទៅមែនប៉ុន្តែគេសម្រួលខ្លួនបានត្រឹមតែពាក់កណ្ដាលដើមឈើនោះទេពុកឆៃក៏បានលើកកំភ្លើងចេញពីលើរឹងរបស់គាត់រួចក៏បានបាញ់ទម្លាក់ក្មេងចេញពីលើធ្នាក់តែម្ដងក្មេងឃ្វាក្របីហ្នឹងនៅពេលដែលស៊ីមួយគ្រាប់ហើយធ្លាក់ទៅពីលើធ្នាក់បែបនេះម្នាក់ក៏បានបើកភ្នែកធំហើយពួកគេក៏មានការផ្អើលឆោឡោជាពិសេសអ្នកខ្លះក៏បានយកកំភ្លើងភ្ជង់មកកាន់ពុកឆៃថែមទៀតផងនៅពេលដែលគាត់ហ៊ានធ្វើទង្វើបែបនេះប៉ុន្តែពួកគេមិនបានដឹងនោះទេថាមានតែពួកគេទេដែលកំពុងតែចាញ់បោកខ្មោចព្រៃហើយជាពិសេសពុកឆៃរួមជាមួយនឹងប្អូនរបស់គាត់ក៏ត្រូវបានបរោះទាំងពីរនាក់ដែលនៅលើធ្នាក់ហ្នឹងដេញគាត់ឲ្យចុះទៅខាងក្រោមគេថាមិនគួរសោះគេបែរជាមើលមនុស្សខុសគេគិតថាពួកគាត់ទាំងពីរនាក់គឺជាមនុស្សល្អឥឡូវមិននឹកស្មាននោះទេថាពួកគេទាំងពីរបែរជាមានគំនិតឈ្នានីសជាមួយនឹងក្មេងហើយពុកឆៃក៏មិនបានប្រកាន់អ្វីដែរព្រោះអីគិតថាពួកគេគឺកំពុងតែត្រូវនៅមុនសណ្ដំរបស់ខ្មោចព្រៃនឹងហើយចំណែកឯក្មេងឃ្វាក្របីនោះវាក៏បានសម្ដែងទៀតគឺវាសម្ដែងធ្វើជាស្លាប់ផ្កាប់មុខនៅខាងក្រោមធ្នាក់នោះបាននិយាយអំពីប្អូនពុកឆៃពេលហ្នឹងគេក៏ស្រឡាំងកាំងដែរនៅពេលដែលឃើញបងខ្លួនឯងធ្វើបែបនេះប៉ុន្តែគេមិនបានដឹងនោះទេថាមានតែពុកឆៃម្នាក់គត់ដែលអាចមើលដឹងអំពីធាតុពិតរបស់វាគ្រាន់តែពួកគាត់ទាំងពីរនាក់ចុះមកដល់ខាងក្រោមមិនទាន់ទាំងបានប្រមាណផងបរោះដែលនៅលើធ្នាក់ហ្នឹងក៏បានលើកកំភ្លើងបាញ់មកកាន់គាត់ប៉ុន្តែក៏ត្រូវបានគាត់គេចទាន់ពេលហ្នឹងគឺគាត់គ្មានជម្រើសនោះទេក្រៅតែអំពីការរត់គេចខ្លួនព្រោះបើសិនជាគាត់នៅទីនេះទៀតគឺអាចនឹងគេបាញ់ត្រូវពួកគាត់ពុកឆៃគាត់មានមុនវិជ្ជាខ្លះអាចការពារខ្លួនប៉ុន្តែប្អូនរបស់គាត់គឺអត់នោះទេដូច្នេះគាត់ក៏បានកន្ត្រាក់ដៃប្អូនរបស់គាត់រត់ចោលកន្លែងនោះតែម្ដងសម្បីតែអង្រឹងរួមជាមួយនឹងចានឆ្នាំងក៏ពួកគាត់មិនបានយកមកតាមខ្លួនដែរគឺទុកចោលនៅកន្លែងនឹងទាំងអស់គឺគាត់រត់មកតែជាមួយនឹងថងយាមរួមជាមួយនឹងកំភ្លើងរបស់គាត់មួយដើមតែប៉ុណ្ណោះហើយថងយាមនឹងឥឡូវគឺប្អូនរបស់គាត់ជាអ្នកស្ពាយម្ដងពួកគាត់ទាំងពីរនេះរត់មិនដើរប្អូនរបស់គាត់ក៏បានសួរមកកាន់ពុកឆៃថាហេតុអ្វីបានជាបងបាញ់ក្មេងនោះយ៉ាងអញ្ចឹងតើវាមានបញ្ហាអ្វីមែនទេពេលនោះគាត់ក៏ប្រាប់ប្អូនរបស់គាត់តាមដំណើរសាច់រឿងពុកឆៃពេលនោះគឺគាត់មិនបានខឹងឬក៏ស្អប់ពួកគេទាំង3នាក់នឹងនោះឡើយគឺគាត់មានតែបារម្ភអំពីបរិះទាំង3នាក់នឹងនោះទេមិនដឹងថាបរិះទាំង3នាក់នឹងត្រូវបានអាក្មេងម្នាក់នោះបង្វក់យ៉ាងណានោះឡើយហើយគាត់ប្រាប់ថាគ្មានហ្វូងក្របីគ្មានអីនោះទេនិយាយទៅនៅលើភ្នំនេះគឺគ្មាននរណាយកក្របីយកមកឃ្វានោះឡើយបើមានគឺមានតែក្របីព្រៃគឺគាត់ចង់និយាយតាក់ទងជាមួយនឹងព្រាយក្របីព្រៃនឹងឯងគ្រាន់តែថាពេលនោះគាត់មិនបាននិយាយចំឈ្មោះអីត្រង់នោះឡើយព្រោះអីគឺកំពុងតែនៅលើកំពូលភ្នំគាត់ពេលនេះគឺរត់មកដល់លើកំពូលភ្នំហើយមកដល់ខាងលើភ្នំនេះ
គឺមេឃរៀងងងឹតគួរសមពួកគាត់ពិបាកនៅក្នុងការមើលផ្លូវខ្លាំងណាស់ប៉ុន្តែសំណាងខ្លាំងមែនទែនដែលចង្គៀងដែលគាត់យកមកតាមខ្លួននោះគឺគាត់មិនបានដាក់ជាមួយនឹងចានឆ្នាំងគឺគាត់បានដាក់វានៅក្នុងថង់យាមគាត់បានស្រាយចង្គៀងរួមជាមួយនឹងបើកឆ្នុកប្រេងហើយក៏បានអុជចង្គៀងនឹងមុំភ្លឺតែម្ដងដោយសារតែចង្គៀងនោះគឺពុកឆៃគាត់ជាអ្នកច្នៃហើយចង្គៀងប្រភេទនេះភាគច្រើនគឺគេតែងតែយកដើរចូលព្រៃវាមិនមែនជាប្រភេទចង្គៀងដែលគេដាក់នៅតាមផ្ទះនោះឡើយបងប្អូនសាស្រមៃតើមើលនៅលើកំពូលភ្នំមានតែ2នាក់បងប្អូនហើយឮសំឡេងសត្វរាត្រីចរយំឡើងរងំតែម្ដងសំឡេងវាយំពិតជាគួរឲ្យខ្លាចខ្លាំងណាស់ហើយមានសត្វខ្លះយំប្រៀបបានដូចជាសំឡេងក្មេងតូចយ៉ាងអញ្ចឹងដែលធ្វើឲ្យប្អូនរបស់ពុកឆៃគេបះរោមតាំងពីក្បាលរហូតដល់ចុងជើងពួកគាត់ពេលនោះក៏សម្លឹងឃើញដុំថ្មដែលរាងខ្ពស់មួយក៏សម្រេចចិត្តថាឡើងទៅអង្គុយសម្រាកនៅលើដុំថ្មនោះសិនហើយចាំពួកគាត់រកកន្លែងដែលត្រូវបង្កាត់ភ្លើងឲ្យតាមក្រោយហើយមែនគ្រាន់តែពួកគាត់បានឡើងទៅដល់នៅលើកំពូលដុំថ្មនោះគាត់ថាខ្យល់គឺពិតជាខ្លាំងណាស់តែសំណាងដែលចង្គៀងរបស់គាត់គឺមានប្រដាប់បាំងគ្រាន់តែថាទោះបីជាមានប្រដាប់បាំងក៏ដោយក៏ហាក់បីដូចជាសឹងតែមិនអាចទប់ខ្យល់នោះបានបន្ទាប់មកគាត់មានតែសម្រេចចិត្តថាបើកាត់ភ្លើងនោះទេបើសិនជាមិនបង្កាត់គឺចង្គៀងច្បាស់ជារលត់មិនខានគ្រាន់តែពួកគាត់បង្កាត់ភ្លើងឲ្យភ្លាមពួកគាត់ក៏មានអារម្មណ៍ថានៅជុំវិញកន្លែងដែលពួកគាត់កំពុងទៅនៅដូចជាមានរបស់ចម្លែកបានមកហើយវាលឺដូចជាសម្រាប់ជើងបន្តិចវាលឺដូចជាសំឡេងមនុស្សធ្ងោបន្តិចហើយពេលខ្លះទៀតក៏លឺសំឡេងដកដង្ហើមធំធំប្រៀបបានដូចជាសត្វក្របីយ៉ាងអញ្ចឹងពេលហ្នឹងពុកឆៃរៀងភ្ញាក់បន្តិចដែរគាត់គិតថាតិចលោនៅទីនេះមានគេឃ្វាក្របីពិតមែនទៅប៉ុន្តែគាត់ក៏គិតនៅក្នុងផ្លូវមួយទៀតគាត់គិតថាវាអាចនឹងជាពពុះវិញ្ញាណក៏អាចថាបានដែរពេលនោះគាត់បានយកអង្គត់អូសដែលគាត់បានបង្កាត់ឆេះហ្នឹងចូលមកសូត្រនៅមុនគាថាបន្ទាប់មកគាត់ក៏គប់ទៅម្ដុំដែលគាត់ឮសំឡេងនោះព្រោះអីពេលនេះគឺគាត់មើលទៅណាមិនសូវជាឃើញនោះទេព្រោះវាងងឹតខ្លាំងពេកគ្រាន់តែគាត់គប់ទៅម្ដុំនោះភ្លាមក៏សត្វតែឮសំឡេងស្រែកថាអូយប៉ុន្តែសំឡេងនោះគឺជាសំឡេងរបស់មនុស្សចាស់មិនមែនជាសំឡេងក្មេងនោះឡើយដែលដឹងថាមិនស្រួលពុកឆៃគាត់ក៏យកអង្គត់អូសមួយទៀតដែលកំពុងតែមានអណ្ដាតភ្លើងឆាប់ឆេះនោះគាត់បានយកមកសូត្រនិមន្តគាថាសាជាថ្មីបន្ទាប់មកគាត់ក៏យកវាទៅគូជាសញ្ញារបៀបថាគូជាសញ្ញារវងមូលជុំវិញកន្លែងដែលពួកគាត់នៅពេលដែលគាត់គូទៅស្នាមខ្មៅនៅលើខ្ជុងដែលវាកំពុងតែឆេះនៅលើអង្គត់អូសនោះវាក៏កើតទៅជាពន្លឺមួយប៉ុន្តែគឺគាត់ឃើញតែម្នាក់ឯងនោះទេប្អូនរបស់គាត់មិនឃើញនោះឡើយគឺឃើញត្រឹមតែគាត់យកអង្គត់អូសនឹងទៅគូបែកផ្កាភ្លើងព្រាកពេលនោះគាត់ថាមិនដឹងជាស្អីនោះទេបានដើរក្រឡឹងជុំវិញកន្លែងដែលពួកគាត់នៅខ្លួនរបស់វាធំហើយភ្នែករបស់វាពណ៌ក្រហមគាត់មើលមិនសូវជាច្បាស់ដោយសារតែវាគឺមិននៅគៀកពួកគាត់ខ្លាំងពេកនោះទេគឺវារៀងនៅឆ្ងាយគួរសមហើយកន្លែងដែលគាត់បង្កាត់ភ្លើងនេះគឺនៅក្បែរខ្លួនពួកគាត់វាមិនហ៊ានមកបង្ហាញខ្លួនកន្លែងដែលមានពន្លឺជះទៅនោះទេគឺវានៅម្ដុំកន្លែងទីងងឹតដូច្នេះហើយគាត់មិនដឹងថាវាជាអ្វីឲ្យពិតប្រាកដនោះឡើយវាមានប្រហែលជា2ទៅ3ក្បាលហើយខ្លួនរបស់វាធំខ្លាំងមែនទែនហើយចំណែកពួកគាត់ទាំងពីរក៏មិនបានមាត់អ្វីដែរដៃរបស់ពុកឆៃក្តាប់កំភ្លើងយ៉ាងជាប់គឺគាត់សង្ងំនៅទីនេះរហូតតតែពូវាបានបង្ហាញខ្លួននៅពួកគាត់ឃើញប៉ុន្តែវាមិនបង្ហាញខ្លួនឲ្យគាត់ឃើញច្បាស់ពេកនោះទេរបៀបថាវាឲ្យឃើញត្រឹមតែ 40% តែប៉ុណ្ណោះរបៀបថា 60% ទៀតគឺនៅក្នុងទីងងឹតប៉ុន្តែគាត់ដឹងហើយថានោះគឺជាអ្វីវាគឺជាក្របីព្រៃធំវាដូចជាព្រាយក្របីយ៉ាងអញ្ចឹងហើយគាត់ដឹងថាវាមកនេះតាមមើលប្រហែលជាវាខឹងមហាឆៃដែលបានបាញ់គ្នារបស់វាធ្លាក់ពីលើថ្នាក់នៅពេលដែលគាត់កំពុងតែប្រឹងសម្លឹងមើលសត្វក្របី2ទៅ3ក្បាលនោះ
គាត់ក៏ស្រាប់តែបានឃើញបរិស3នាក់ហ្នឹងរត់មកកាន់ទីនេះគេរត់មកហើយថែមទាំងស្រែកថែមទៀតផងថាជួយផងខ្មោចលងជួយផងតោះតែគេរត់មកដល់ក្បែរកន្លែងដែលគាត់កំពុងតែនៅនេះទើបគាត់បានឃើញច្បាស់ថារាងកាយរបស់ពួកគេគឺពោពេញទៅដោយស្នាមឈាមដូចជាត្រូវបានអ្វីម្យ៉ាងវាយប្រហារយ៉ាងអញ្ចឹងពេលនេះគឺគេសុំមហាឆៃចូលទៅនៅជាមួយផងពេលនេះគេជឿហើយថាអ្វីដែលពុកឆៃនិយាយគឺជាការពិតមុននឹងគាត់ឲ្យគេចូលមកនឹងគាត់ឲ្យគេដើរដោះស្បែកជើងចូលមកហាមពាក់ស្បែកជើងចូលមកជាដាច់ខាតពេលហ្នឹងពួកគេក៏បានចូលមកពិតមែនបន្ទាប់មកទើបពុកឆៃគាត់យកម្សៅអ្វីម្យ៉ាងដែលនៅក្នុងថង់ជាមរបស់គាត់យកទៅលាបភ្នែកពួកគេម្ដងនេះពួកគេអាចមើលឃើញរបស់ដែលនៅជុំវិញខ្លួនច្បាស់ហើយទាំងដែលអបាយមិញគេរត់មកគឺគេមិនបានឃើញក្របីប៉ុន្មានក្បាលនៅនោះទេប៉ុន្តែឥឡូវគឺគេបានឃើញហើយម្នាក់បានបើកភ្នែកធំតែម្ដងឥឡូវគេបាននឹងថាតែប៉ាត់ទៅក្មេងកំឡោះដែលគាត់បានជប់នេះគេគឺជាគ្រូអាគមគេមិនមែនជាមនុស្សធម្មតានោះឡើយបន្ទាប់មកប្អូនរបស់ពុកឆៃក៏បានសួរទៅកាន់ពួកគេទាំង3ថានិយាយអញ្ចឹងតើអាក្មេងអំបែងមិញវាបានធ្វើអ្វីដល់បងទាំង3ដែរពួកគេក៏បានតបទាំងបើកភ្នែកធំថាអូយខ្ញុំមិនដឹងថាវាជាស្អីឲ្យពិតប្រាកដនោះទេគ្រាន់តែលោកប្អូនឯងទាំងពីររត់ចេញមិនទាន់តែបានប្រមាណផងវាក៏ស្រាប់តែងើបឈរឡើងមកវិញទាំងដែលខ្លួនរបស់វាត្រូវគ្រាប់ដេកស្លាប់ទៅហើយនោះគ្រាន់តែវាបានងើបឈរភ្លាមវាក៏ស្រាប់តែคล้ายខ្លួនទៅជាមនុស្សពាក់កណ្ដាលសាច់ក្របីពាក់កណ្ដាលក្បាលរបស់វាដុះស្នែងអូយគួរឲ្យខ្លាចខ្លាំងណាស់ពេលហ្នឹងវាមិនមែនជាក្មេងទៀតនោះទេវាប្រៀបបានដូចជាបរិសវ័យចំណាស់យ៉ាងអញ្ចឹងបន្ទាប់មកវាក៏ស្រាប់តែវាប្រហារមកកាន់ពួកខ្ញុំបាញ់វាដែរប៉ុន្តែបាញ់វាមិនមុតតទៅសោះហើយឥឡូវកំភ្លើងរបស់ខ្ញុំគឺជ្រុះនៅតាមផ្លូវបាត់ហើយខ្ញុំមិនដឹងថាវាជ្រុះនៅកន្លែងណានោះទេដោយសារតែពួកខ្ញុំភ័យពេកពួកខ្ញុំក៏រត់ឡើងមកខាងលើកំពូលភ្នំគិតថាមកលាក់ខ្លួននៅទីនេះប៉ុន្តែចៃដន្យអីក៏បានឃើញលោកប្អូន2នាក់នៅកន្លែងហ្នឹងតែម្ដងទៅនេះលោកប្អូនជួយខ្ញុំ2ដងហើយខ្ញុំនឹងមិនភ្លេចគុណនោះទេពេលហ្នឹងពុកឆៃក៏បានញញឹមនឹងតបទៅកាន់ពួកវាថាបងមិនអីខ្ញុំសប្បាយចិត្តណាស់ទៅហើយបងមានដឹងដែរឬក៏អត់ថាបងទាំងអស់គ្នាគឺត្រូវសណ្ដំរបស់វាទើបបានជាបងមើលមិនដឹងថាវាគឺជាពពុះអាមនុស្សដែលនៅក្នុងព្រៃបងមានចាប់អារម្មណ៍ដែរឬក៏អត់គ្មានអ្នកណាគេមកខ្វៀលក្របីនៅលើភ្នំបែបនេះនោះទេបើគេខ្វៀលនៅវាលឬក៏កន្លែងណាដែលដីទូលាយឬក៏សម្បូរដីផុកពេលហ្នឹងគាត់ក៏ចាប់អារម្មណ៍ភ្លាមប៉ុន្តែពួកគាត់គឺមិនទាន់មានសុវត្ថិភាព 100% នោះទេព្រោះអីគឺកំពុងតែមានសភាវៈមិនល្អដែលកំពុងតែនៅវិលមកដុំនេះគ្រាន់តែថាវាមិនហ៊ានចូលមកនោះទេដោយសារតែនៅកន្លែងនេះត្រូវបានមហាឆៃគាត់ចងខ្សែសីមាបាត់ទៅហើយទោះបីជាវាចង់ចូលក៏ចូលមកមិនកើតដែរប៉ុន្តែបើសិនជាមានអ្នកណាចាក់ចេញពីខ្សែសីមានេះគឺច្បាស់ជាត្រូវបានវាវាយប្រហារមិនខានលោប្រហែលជាកន្លះម៉ោងក្រោយមកក៏ឃើញថាក្របីប្រមាណក្បាលហ្នឹងវាក៏ស្រាប់តែរលាយបាត់វាមិនបានចូលមកវាប្រហារពួកគាត់ទេនោះទេដែលធ្វើឲ្យពួកគាត់រៀងធូរទ្រូងបន្តិចម្នាក់ក៏បានយកបារីយកមកជួសនិងអង្គុយអោបក្បាលជង្គង់ព្រោះអីកន្លែងនេះគឺរងាខ្លាំងពេកនៅពេលដែលពួកគាត់កំពុងតែអង្គុយជជែកគ្នានោះពួកគាត់មិនបានចាប់អារម្មណ៍នោះឡើយនៅក្នុងចំណោមគេ3នាក់គឺមានម្នាក់គេកំពុងតែងើបឈរនិងប្រឹងសម្លឹងមើលទៅអ្វីមួយនៅពេលដែលគេសម្លឹងបានប្រហែលជាមួយសន្ទុះគេក៏បានផ្លាត់មាត់និយាយថាចុះម៉ែហើយម៉ែគាត់មកទីនេះធ្វើអីទៅគ្រាន់តែឮបរិសម្នាក់នោះនិយាយបែបហ្នឹងពួកគាត់ក៏បានមើលមុខគ្នារួចក៏សម្លឹងមើលទៅកាន់គេក៏ឃើញថាគេកំពុងតែឈរសម្លឹងមើលទៅទីងងឹតពេលនោះគ្នារបស់គេក៏បានសួរទៅកាន់គេថាអេឯងឃើញអីបរិសម្នាក់ហ្នឹងក៏បានតបគឺគេឃើញម្ដាយរបស់គេកំពុងតែឈរនៅទីនោះហើយពេលហ្នឹងគេបានយកដៃចង្អុលទៅថែមទៀតផងប៉ុន្តែអ្នកផ្សេងទៀតគេមើលមិនឃើញនោះទេគឺឃើញតែបរិសម្នាក់ហ្នឹងម្ដាយរបស់គេគឺបានឈរថ្មឹងសម្លឹងមកកាន់គេហើយបានប្រហែលជាមួយសន្ទុះគាត់ក៏បានបែរខ្នងដើរទៅវិញ
និយាយទៅបរោះពីរអ្នកទៀតមើលមិនឃើញនោះទេគឺមានតែពុកឆៃរួមជាមួយនឹងបរោះម្នាក់ហ្នឹងគឺជាអ្នកឃើញពេលនោះមហាឆៃក៏បានយកម្សៅដែលនៅក្នុងថង់យាមរបស់គាត់យកមកសូត្រនមន្តគាថាហើយគាត់ក៏បានកេះបរោះម្នាក់នោះឲ្យបែរមកកាន់គាត់បន្ទាប់មកគាត់ក៏បានផ្លុំម្សៅនឹងចូលកណ្ដាលមុខរបស់គេតែម្ដងគេបានញីភ្នែកហើយក៏សម្លឹងទៅរកកន្លែងដែលម្ដាយរបស់គេកំពុងតែឈរនោះប៉ុន្តែអ្វីដែលគេបានឃើញបងប្អូននឹងថាគេបានឃើញអ្វីទេគឺគេបានឃើញព្រាយស្រីម្នាក់សក់ក្បាលរបស់គេវែងតាំងពីក្បាលរហូតដល់ចុងជើងហើយជាពិសេសដើមទ្រូងរបស់គេធ្លាក់ដល់ចង្កេះបងប្អូនមិនដឹងថាជាព្រាយអ្វីនោះទេដែលធ្វើឲ្យគេភ្ញាក់រហូតតតែដួលអុកគូតទៅលើថ្មបរិះម្នាក់នោះបានយកដៃខ្ទប់ភ្នែកគេលែងហ៊ានមើលទៀតហើយបន្ទាប់មកមហាឆៃគឺមិនបណ្ដោយឲ្យមានរឿងបែបនេះកើតឡើងទៀតនោះទេព្រោះបើមិនអញ្ចឹងអ្នកដែលនៅទីនេះច្បាស់ជាពួកគេខ្លាចរហូតដល់ជ្រុះសក់ស្លាប់ក៏អាចថាបានដែរពេលហ្នឹងគាត់បានយកម្សៅដែលនៅក្នុងថង់យាមរបស់គាត់នឹងយកមកសូត្រនមន្តគាថាបន្ទាប់មកគាត់ក៏បាចវាទៅតាមខ្យល់ទាំងអស់ពេលហ្នឹងរបស់ជាច្រើនដែលគាត់បានឃើញគាត់ថាមានទាំងអានៅក្បែរថ្មរបស់គាត់ក៏មានដែរវាកំពុងតែតោងបំរុងតែនឹងឡើងលើថ្មប៉ុន្តែវាចូលមកមិនកើតដោយសារតែគាត់បានចងខ្សែសីមាគាត់ថាច្រើនខ្លាំងណាស់ស្អីក៏មានដែរបងប្អូនអើយពេលហ្នឹងគាត់បានឃើញរបស់មួយដែលមើលទៅរាងខ្ពស់ជាងគេវាប្រៀបបានដូចជាក្របីបន្តិចដូចជាមនុស្សបន្តិចគាត់ដឹងថាអាមួយហ្នឹងប្រហែលជាមេគេហើយគាត់បានលើកកំភ្លើងរបស់គាត់បាញ់ទៅកាន់ទីនោះតែម្ដងបន្ទាប់មកវាក៏ស្រាប់តែបង្ហាញខ្លួនបងប្អូនដឹងថាវាគឺជាអ្វីទេវាគឺជាខ្មោចរបស់គ្រូអាគមហើយជាពិសេសគ្រូអាគមហ្នឹងគេបានពាក់មួកស្លឹកហើយគេបានពៀនាខ្សែដូចជាក្មេងប្រុសម្នាក់ដែលគាត់បានឃើញយ៉ាងអញ្ចឹងគឺគេកំពុងតែអង្គុយនៅលើក្របីដ៏ធំមួយក្របីហ្នឹងពាក់កណ្ដាលខ្លួនរបស់វាទៅខាងក្រោយគឺសុទ្ធតែគ្រោងឆ្អឹងនឹងសាច់រលេះរលួយគឺវាជាព្រាយក្របី 100% ហើយព្រាយក្របីនេះតាមមើលប្រហែលជាវាបានសម្លាប់គ្រូអាគមទើបបានជាវិញ្ញាណគ្រូអាគមនេះទៅសន្ធិដ្ឋនឹងកាន់នៅលើព្រាយក្របីនោះតែម្ដងពេលនោះមហាឆៃក៏បានសួរទៅកាន់វាថាតើឯងចង់បានអ្វីហេតុអ្វីបានជាឯងធ្វើដល់ថ្នាក់នេះវាក៏បានសោយនឹងតបមកវិញថាវាត្រូវការជីវិតមនុស្សគឺនៅសល់តែមនុស្ស5នាក់ទៀតនោះទេគឺវានឹងអាចចាកចេញពីសត្វមួយនេះបានហើយប្រលឹងរបស់វាគឺច្បាស់ជាអាចទៅចាប់ជាចក្រកំណើតបានពេលនោះមហាឆៃក៏បានសោយហើយក៏តបទៅកាន់គេវិញថាហេតុអ្វីបានជាឯងគិតបែបនេះឯងគិតថាឯងសម្លាប់គេហើយដើម្បីឲ្យខ្លួនឯងបាត់ទៅចាប់ជាចក្រកំណើតមែនទេឯងធ្វើបែបនេះគឺកាន់តែធ្វើឲ្យខ្លួនឯងរងកម្មនិងទទួលកម្មពៀជាច្រើនថែមទៀតហើយជាពិសេសឯងគ្មានថ្ងៃទៅចាប់ជាចក្រកំណើតបាននោះឡើយគាត់និយាយបែបនេះដោយសារតែគាត់ក៏ធ្លាប់បួសដូច្នេះគាត់ស្គាល់អំពីវិវត្តសង្សារច្បាស់គឺគ្មានថ្ងៃទៅចាប់ជាចក្រកំណើតបាននោះទេបើសិនជាយើងសម្លាប់គេដើម្បីឲ្យខ្លួនឯងបានទៅរកសេចក្តីស្ងប់នោះពេលហ្នឹងវាមិនបាននិយាយអ្វីច្រើនទៀតនោះទេបន្ទាប់មកឈើច្រត់ដែលវាកាន់នៅនឹងដៃនោះវាបានយកទៅអុកនៅនឹងដីទាំងដែលវាកំពុងតែអង្គុយនៅលើក្របីនោះបន្ទាប់មកក៏មានក្របីមួយក្បាលបានផុសចេញមកពីក្នុងដីក្របីមួយក្បាលហ្នឹងនៅលើខ្លួនរបស់វាគឺសុទ្ធតែអក្សរយ័ន្តទាំងអស់ពេលនោះវាបានស្ទុះរត់មួយទំហឹងបំរុងតែនឹងមកបុកសម្លាប់អ្នកដែលនៅលើថ្មប៉ុន្តែពេលនោះពុកឆៃក៏បានសូត្រនមន្តគាថារបស់គាត់គឺជាមន្តគាថានិករាជពេលហ្នឹងសត្វមួយនោះវាក៏ស្រាប់តែចាញ់ច្រាបគាត់តែម្ដងគ្រាន់តែរត់មកដល់ជិតថ្មវាក៏ទន់ជង្គង់ដួលខ្ពស់គឺវាដួលខ្ពស់នៅនឹងដីហើយវាមិនអាចងើបបានទៀតនោះទេពេលហ្នឹងពុកឆៃក៏បានដើរចេញពីខ្សែសីមាដែលគាត់បានចងនោះគាត់ប្រាប់អ្នករាល់គ្នាថាហាមចេញពីដុំថ្មនេះជាដាច់ខាតបើសិនជាអ្នកទាំងអស់គ្នាចេញ
នោះច្បាស់ជាមានគ្រោះថ្នាក់ដល់ជីវិតបន្ទាប់មកគាត់ក៏បានដើរទៅឯសត្វក្របីនឹងហើយក៏បានសូត្រមន្តគាថាក្របីនឹងវាក៏ស្រាប់តែងើបឈរឡើងមកវិញបន្ទាប់មកមហាឆៃក៏បានឡើងទៅជិះសត្វក្របីមួយនោះគ្រាន់តែគាត់បានឡើងទៅជិះវាហើយគាត់បានយកដៃរបស់គាត់អង្អែលករបស់វាគាត់អង្អែលបណ្ដើគាត់សូត្រនមន្តគាថារបស់គាត់បណ្ដើបន្ទាប់មកគាត់បានបោះកំភ្លើងនោះឲ្យប្អូនរបស់គាត់កាន់បងប្អូននឹងថាគាត់ចង់ធ្វើអ្វីទេគាត់បានប្រើក្របីមួយក្បាលនោះស្ទុះទៅជល់ក្របីដែលខ្មោចគ្រោះអាគមនោះកំពុងតែជិះគាត់ថាម៉ែឲ្យពេលដែលក្របីទាំងពីរក្បាលនឹងបញ្ជល់គ្នាគឺឡើងរំកើសន្ធឹកអស់កន្លែងនេះសូម្បីតែពូគាត់ទាំង4នាក់ដែលកំពុងតែឈរនៅកន្លែងដុំថ្មនោះក៏ពូគាត់មានការព្រឺក្បាលរួមជាមួយនឹងការភ្ញាក់ផ្អើលដែរព្រោះអីគាត់ថានេះគឺជាលើកទី1ហើយដែលពូគាត់បានឃើញកំឡុងពេលដែលក្របីនោះជល់គ្នាម្ចាស់របស់វារៀងខ្លួនគឺពូគាត់បានសូត្រនមន្តគាថានឹងភ្លុំទៅលើក្បាលក្របីនោះរហូតក្របីនឹងវាជល់គ្នាបណ្ដាវាវត្តគ្នាបណ្ដាឡើងរំកើអស់ពេញនឹងតែម្ដងចំណែកឯពុកឆៃគាត់ក៏បានលូកចូលថងយាមរបស់គាត់បន្ទាប់មកគាត់ក៏ទាញបាននៅរបស់អ្វីមួយយ៉ាងគាត់ថារបស់នឹងគឺគាត់មិនបានដាក់ចូលនោះទេវាគឺជាខ្សែសីមាតាមមើលប្រហែលជាពុករបស់គាត់លួចដាក់ចូលទៅក្នុងនោះហើយសីមានឹងគឺមានកថា 4-5 ចងពីលើខ្សែសីមានោះពេលហ្នឹងមហាឆៃបានសូត្រនមន្តគាថាដាក់ទៅលើខ្សែសីមានោះបន្ទាប់មកក៏គប់ចូលកណ្ដាលមុខខ្មោចគ្រូអាគមនឹងតែម្ដងខ្មោចគ្រូអាគមនឹងនៅពេលដែលត្រូវបានខ្សែសីមានឹងចងរឹតខ្លួនបែបនេះវាក៏ធ្លាក់ពីលើសត្វក្របីគ្រាន់តែវាធ្លាក់បងប្អូនហើយសូម្បីតែពុកឆៃដែលកំពុងតែនៅលើក្របីនេះក៏គាត់ចង់ធ្លាក់ដែរហើយក្របីនោះនៅពេលដែលគ្មានអ្នកគ្រប់គ្រងវាបែបនេះក៏ត្រូវបានពុកឆៃបង្ក្រាបបានមួយក្បាលទៀតពេលនេះក្របីទាំងពីរក្បាលហ្នឹងគឺត្រូវបានគាត់បង្ក្រាបបានហើយពេលនោះគាត់ក៏ខាបវាចូលមកក្នុងថង់យាមរបស់គាត់មានន័យថាក្របីពីរក្បាលហ្នឹងគឺខ្លាចជារបស់ពុកឆៃហើយគាត់នឹងទុកវាប្រើនៅក្នុងថ្ងៃក្រោយទៀតដូច្នេះបងប្អូនមិនបាច់ឆ្ងល់នោះទេថាហេតុអ្វីបានជានៅពេលដែលខ្ញុំនិយាយរឿងពុកឈឿនពុកដួងហើយពុកឆៃតែងតែប្រើក្របីនោះគឺជាក្របីពីរក្បាលនឹងឯងគឺគាត់យកបានពីខ្មោចគ្រូអាគមនេះនៅពេលដែលពុកឆៃអាចបង្ក្រាបខ្មោចគ្រូអាគមនឹងបានហើយពពុះវិញ្ញាណផ្សេងទៀតដែលនៅក្បែរហ្នឹងពួកវាក៏បានដកថយម្នាក់មួយជំហានរួចក៏រត់ចូលទៅក្នុងព្រៃអស់មើលទៅនៅបរិវេណលើភ្នំនេះមានតែខ្មោចគ្រូអាគមនឹងម្នាក់តែប៉ុណ្ណោះដែលមានអំណាចជាងគេហើយសពសត្វក៏ដូចជាវិញ្ញាណផ្សេងទៀតខ្លាចទៅកាន់គ្រូអាគមនេះទាំងអស់ពេលហ្នឹងពុកឆៃមាន2ជំរើសឲ្យវារើសទី1គឺត្រូវតែមកនៅក្នុងថង់យាមរបស់គាត់គឺគាត់នឹងឧស្សាហ៍ឧទ្ទិសកុសលផលបុណ្យឲ្យទៅកាន់វាហើយពេលខ្លះគាត់នឹងត្រូវប្រើវាដើម្បីជួយអ្នកដទៃចំណែកឯទី2គឺគាត់នឹងទុកឲ្យវាកាន់សិលនៅលើភ្នំនេះប៉ុន្តែគាត់មិនស្រាយចំណងនៅនោះទេនៅពេលដែលវាឮបែបហ្នឹងវាសុកចិត្តនៅក្នុងថង់យាមរបស់ពុកឆៃច្រើនជាងព្រោះអីបើសិនជាវានៅទីនេះទាំងជាប់ចំណងនោះវិញ្ញាណដទៃដែលស្អប់គុំគួនមកកាន់វាគឺច្បាស់ជាធ្វើបាបវាមិនខានព្រោះអីកន្លងមកវាថាវាធ្វើបាបសត្វដែលនៅលើនេះច្រើនខ្លាំងណាស់ជាពិសេសគឺពពួកវិញ្ញាណផ្សេងទៀតបើសិនជាវាជាប់ចំណងហើយនៅទីនេះគឺច្បាស់ជាត្រូវបានគេធ្វើបាបឬក៏ពេលខ្លះវាអាចនឹងខ្លាចទៅជាបរិវាររបស់គេវិញពុកឆៃនៅពេលដែលលើវានិយាយអញ្ចឹងហើយគាត់បានដកកាំបិតស្នៀតរបស់គាត់ដែលនៅចង្កេះយកមកចាជាអក្សរយ័ន្តនៅលើថ្ងាសរបស់វាប៉ុន្តែគាត់ចាមិនបានដកចេញពីស្រោមនោះឡើយបន្ទាប់មកគាត់ក៏បានស្រាយចំណងនោះហើយវាមិនអាចរត់ណាបាននោះទេដោយសារតែត្រូវបានគាត់ចានៅកណ្ដាលថ្ងាសបាត់ទៅហើយពេលហ្នឹងវាក៏បានរសាត់អណ្ដែតចូលមកក្នុងថង់យាមរបស់គាត់ចំណែកឯអ្នកផ្សេងទៀតដែលនៅលើដុំថ្មពួកគេនឹកស្មានមកដល់នោះទេថាអ្នកកំឡោះម្នាក់នេះមានសមត្ថភាពដល់ថ្នាក់ហ្នឹង
ហើយពួកគាត់នៅពេលដែលអាចបង្ក្រាបសភាវៈចម្លែកដែលនៅលើថ្នាក់នេះបានហើយពួកគាត់ក៏បានសម្រាករហូតដល់មេឃភ្លឺលោករហូតដល់មេឃភ្លឺអ្នកគ្រប់គ្នាក៏នាំគ្នាចុះមកពីលើភ្នំហើយពួកគាត់បានចុះមកផ្លូវជាមួយគ្នាថែមទៀតផងនៅពេលដែលមកដល់ផ្ទះដែលមហាឆៃគាត់បានផ្ញើរទេះគោគាត់ក៏បានឲ្យសាច់ឆ្លុះទាំងអស់ទៅកាន់តាយាយហើយសាច់ឆ្លុះនោះគឺព្រានព្រៃទាំង3នាក់នោះជាអ្នកឲ្យគាត់នោះទេគាត់មិនបានយកនោះឡើយគាត់យកតែថ្នាំដែលពុករបស់គាត់ពឹងឲ្យទៅបេះតែប៉ុណ្ណោះហើយបន្ទាប់មកសាច់រឿងក៏កាត់មកកន្លែងដែលលោកអ៊ំរាជជួយជីវិតបរិសម្នាក់នោះដំបូងគាត់គិតថានឹងសម្រាកលេងនៅលើភ្នំនោះ2 ទៅ 3ថ្ងៃទៀតប៉ុន្តែគាត់ខ្ជិលគាត់ខ្លាចជួបសភាវៈផ្សេងៗទៀតដូច្នេះគាត់ក៏សម្រេចចិត្តចោះមកមុនពេលវេលាហើយរឿងរបស់យើងក៏ចប់ត្រឹមនេះសោះភ័យទោសចំពោះពាក្យពេចន៍ខុសឆ្គងនៅក្នុងអត្ថបទសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ